អ្នកភ្នំពេញអើយបើថាស្ត្រីណាជិះមកខាងខេត្តតាកែវមកត្រឹមតែ1ម៉ោងកន្លះទេគឺដល់ហើយជាពិសេសគឺmìnhញ៉ាំម្ហូបខ្មែររបស់យើងនៅរមណីយដ្ឋានភូមិវិសមកាលហើយកាន់តែពិសេសសម្រាប់បងៗដែលចូលចិត្តញ៉ាំប្រភេទម្ហូបខ្មែរទៅនឹងគឺត្រូវតែម្ដងហើយដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងអាម៉ុកគឺជាប្រភេទម្ហូបរបស់ខ្មែរយើងសុទ្ធហ្មងបើបានញ៉ាំជាមួយនឹងបាយសយើងទៀតឆ្ងាញ់ខ្លាំងមែនទែនជាពិសេសនឹងគឺមនុយគេមានច្រើនក៏ប៉ុន្តែខ្ញុំស្រឡាញ់យកមកម្ហូបដែលខ្ញុំចូលចិត្តបំផុតគឺបាយឆាគ្រឿងសមុទ្ររួមជាមួយនឹងអាម៉ុកអ្នកទាំងអស់គ្នាដឹងអត់សម្រាប់បាយឆាគ្រឿងសមុទ្រណាអាម៉ុកនេះខ្ញុំសុំរ៉េតឲ្យ10លើ10ហ្មងនិយាយទៅគឺថាអ្នកខេត្តតាកែវបកែធ្វើម្ហូបឆ្ងាញ់ខ្លាំងមែនទែនហើយបូកជាមួយនឹងភេសជ្ជៈទៀតនិយាយពីថាចូលជាតិគ្នាល្អហ្មងខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាដូចខ្ញុំដែរនៅដើមសប្តាហ៍ព្យាយាមសេវវីដេអូមិនថារូបភាពទេឲ្យតែកន្លែងណាដើម្បីគឺសេវទុកហើយតាមពិតទៅចំណាយពេលវេលាសម្រាប់ខ្លួនឯងញ៉ាំម្ហូបដែលខ្លួនឯងចូលចិត្តណាអានឹងគឺមានសេចក្តីសុខខ្លាំងមែនទែនឥឡូវយើងត្រឡប់មកបរិយាកាសនៅរមណីយដ្ឋានភូមិវិសមកាលវិញម្ដងបរិយាកាសនឹងមិនងាយរកបានហ្មងណាដោយសារតែមានដើមឈើអមព័ទ្ធជុំវិញពោបៃតងហើយបើសិនយើងមើលទៅខាងក្រៅទៀតដោយសារតែភូមិវិសមកាលនេះគឺគេធ្វើជាប់នៅមាត់ទន្លេរបស់គេហ្មងនៅខាងខេត្តតាកែវអញ្ចឹងគឺនិយាយពីថា fresh ល្អទីតាំងទីធ្លាអីគឺធំទលាយខ្លាំងមែនទែនអ្វីដែលពិសេសហ្នឹងក៏គេមានជាហាងកាហ្វេដែរក៏ប៉ុន្តែនៅនេះគេមានជាភោជនីយដ្ឋានមានជាហាងកាហ្វេហើយក៏មានជាកន្លែងអាងហែលទឹកទៀតអញ្ចឹងច្រើន option មែនទែនសម្រាប់យើងដែលទៅលេងនៅហ្នឹងអញ្ចឹងបានថាបើនៅពេញ stress ពេកទេកុំភ្លេចមកខេត្តមកហើយពិសេសហ្នឹងគឺខេត្តតាកែវមកទៅគឺម្ហូបឆ្ងាញ់មែនទែនអ្នកនរគ្នាបានដឹងចៃបើទីធ្លាទលេអញ្ចឹងយកកូនមកដឹងតែសប្បាយហ្មង